ba chuẩn bị xua phong mai bông phôn tỏ ngày ní dương màu to mê điên mùi tiệt đấy cho đó mê điên tìm buồn ấy hay sầm nạp sầm nô bởi dưới cái đo sầm nô tìm rồi mà phải mùi nữa chẳng ngày ní dương mà to sam sầm nô tiết cứ tùy sầm nô tìm rồi mà phải mùi đo sầm nô tìm rồi hai sập nát bà ok tỏ chẳng có mọi khăn phê dưới dương màu an sầm nô dương ngọt nét tỏ sầm nạp sầm nô tìm rồi mà phải mùi bởi dưới cái xua tha tá nè bao bó yên chụp đi cụcประเภทត្រូវជាគ្នាដោយប្រកាន់យកខាងណាចឹងជាគ្នាចឹងកាលណាជាគ្នាត្រូវប្រកាន់យកខាងស្ដាំដៃរបស់រៀងខ្លួនបើថាយើងឡើងវ៉ាខាងឆ្វេងគេចឹងមិនថានៅខាងស្ដាំដៃរបស់យើងបាទនៅខាងស្ដាំដៃរបស់យើងចឹងនៅខាងឆ្វេងមកគេបើថាពេលដែលយើងឃើញឡើងគេនៅមុខយើងត្រូវឡើងវ៉ាឆ្វេងចឹងណាបាទអូខេតោះចឹងសំណួរទី126 121បើយើងត្រូវប្រកាន់យកខាងស្ដាំដៃរៀងខ្លួនតោះសំណួរទី122សំណួរទី122សួរថាមុននឹងចូលក្នុងរថយន្តដើម្បីបើកបរថយក្រោយតើអ្នកត្រូវធ្វើដូចម្ដេចអញ្ចឹងមុននឹងបើកថយក្រោយអញ្ចឹងយើងត្រូវមើលផ្នែកខាងក្រោយឡានសិនឲ្យបានច្បាស់សិនណាមើលផ្នែកខាងក្រោយឲ្យបានច្បាស់សិនបើគ្មានឧបសគ្គចូលបើកយឺតថយក្រោយដោយប្រុងប្រយ័ត្នបាទត្រូវមានការប្រុងប្រយ័ត្នបាទតោះចូលដល់សំណួរទី123សំណួរទី123សួរថាពេលដល់ផ្លូវរសពដែលមានដាក់ផ្លាកសញ្ញាឈប់តើអ្នកបើកបរត្រូវធ្វើដូចម្ដេចបាទពេលដែលជួបផ្លាកសញ្ញាឈប់អញ្ចឹងបើថាកាលណាជួបផ្លាកសញ្ញាឈប់គឺចាំបាច់ត្រូវតែឈប់ទោះបីផ្លូវខាងមុខមានឬក៏គ្មានយានជំនិះធ្វើចរាចរណ៍ក៏ដោយអញ្ចឹងបើថាយើងត្រូវឈប់មកផ្លែតបើន័យថាទោះមានឧបសគ្គឬគ្មានក៏ដោយឃើញផ្លាកសញ្ញាឈប់ឃើញភ្លើងស្តុបឈប់ហើយគឺត្រូវឈប់ហើយបាទឈប់មកផ្លែតមើលឆ្វេងមើលស្ដាំបើអត់មានចរាចរណ៍ទេឈប់តែមកផ្លែតទៅតែបើមានចរាចរណ៍ឈប់ឲ្យយូរបន្តិចទៅដើម្បីសុវត្ថិភាពណាបាទចូលដល់សំណួរទី124នៅពេលយប់ក្រៅទីជុំជនគ្មានអគិសចង្គៀងអគិសនីបំភ្លឺយានជំនិះជួបគ្នាតើអ្នកបើកបរត្រូវធ្វើមិនដេចបាទបានថាគ្មានអគិសនីបំភ្លឺខ្ញុំត្រូវបិទភ្លើងហ្វាបាទថាពេលយើងជិះទល់មុខគ្នាណាឃើញឡានទល់មុខគ្នាកន្លែងស្ងាត់ធម្មតាកន្លែងស្ងាត់យើងអាចបើកហ្វាដាក់គ្នាបើកហ្វាបាញ់ឲ្យឆ្ងាយតែដល់ឃើញទល់មុខគ្នាហើយយើងត្រូវទម្លាក់ហ្វាវិញអញ្ចឹងណាត្រូវបិទភ្លើងហ្វាហើយបើកភ្លើងកូតវិញចូលថាយើងបិទហ្វាដើម្បីបើកកូតវិញព្រោះកន្លែងស្ងាត់យើងអាចបើកអ្នកខ្លះបើកភ្លើងកូតភ្លើងហ្វាអញ្ចឹងទៅតែបើយើងបើកភ្លើងកូតស្រាប់អានឹងយើងមិនបាច់ដូរទេបាទតោះសំណួរទី125នៅលើទ្រូងផ្លូវមានទិសចរាចរណ៍2ដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍តើអ្នកបើកបរត្រូវប្រើប្រាស់ទ្រូងផ្លូវដូចម្ដេចបាទត្រូវប្រើប្រាស់ពាក់កណ្ដាលទ្រូងផ្លូវផ្នែកខាងស្ដាំដោយបើកបរគៀកទៅខាងស្ដាំបើថាពេលដែលយើងមានឡានមានទៅមានមកអញ្ចឹងយើងបើកត្រូវប្រកាន់ខាងស្ដាំយើងហើយបើកគៀកមកខាងស្ដាំយើងទៅបាទអូខេអញ្ចឹងសំណួរទាំងអស់មានអក្សរខ្មែរបងប្អូនមើលទេអញ្ចឹងបងបើសិនជាខ្ញុំអានទៅកន្លែងសំណួរណាត់អានទៅរៀងមិនសូវច្បាស់បងប្អូនអាចអានស្កប់ឲ្យអានខ្លួនឯងណាបាទដោយសារខ្ញុំអានអក្សរពេលខ្លះក៏រៀងខ្ញុំអានញាប់ពេកបាទអូខេតោះចូលដល់តសំណួររបស់យើងចូលដល់សំណួរទី126តោះសំណួរទី126របស់យើងសួរថាតើអ្នកបើកបរត្រូវប្រើភ្លើងអ្វីខ្លះនៅពេលដែលមានភ្លៀងខ្លាំងនៅក្នុងទីក្រុងទីជុំជនបាទថាពេលដែលភ្លៀងខ្លាំងអញ្ចឹងពេលភ្លៀងខ្លាំងយើងប្រើភ្លើងកោតយើងឲ្យប្រើភ្លើងហ្វាណាប្រើតែភ្លើងកោតព្រោះភ្លឺខ្លាំងបើប្រើហ្វាបាញ់ចាំងគេពេកអញ្ចឹងប្រើភ្លើងកោតណាតែបើភ្លៀងតិចយើងអាចប្រើត្រឹមដមីអាភ្លើងដមីគេហៅភ្លើងស្រាលណាដមីគឺស្រាលកោតគឺសម្រាប់ភ្លៀងប្រចាំថ្ងៃភ្លឺប្រចាំថ្ងៃពីប្រឡប់នឹងពីយប់នឹងហើយនឹងហ្វាគឺបាញ់ឆ្ងាយគឺចាំងខ្ពស់បាទដល់សំណួរទី127បើមានរថយន្តនៅពីក្រោយសុំជែងតើអ្នកត្រូវធ្វើដូចម្ដេចបាទបើសិនជាមានឡានគេមកពីក្រោយគេសុំជែងគេបាយផ្លេឬក៏ញាក់ភ្លើងសុំជែងយើងត្រូវបើខាងមុខគ្មានឧបសគ្គត្រូវផ្ដល់សញ្ញាបត់ស្ដាំមិនថាយើងអាចស្ដាំដើម្បីទុកឲ្យគេវ៉ាឆ្វេងបន្ថយល្បឿននិងអាចស្ដាំជាសញ្ញាអនុញ្ញាតឲ្យអ្នកក្រោយអាចជែងបានអញ្ចឹងថាពេលដែលឡានយើងឃើញអ្នកក្រោយសុំវ៉ាអញ្ចឹងយើងវាយសញ្ញាស្ដាំចោលមួយដើម្បីធ្វើការអែកស្ដាំតែមុននឹងអែកយើងមើលចរាចរណ៍ខាងស្ដាំនេះសិនអញ្ចឹងណាបាទហើយយើងមើលខាងក្រោយអូខេតដល់សំណួរទី128សំណួរទី128សួរថានៅលើទ្រូងផ្លូវមានទិសចរាចរណ៍2ហើយមានគំនូសបែងចែកទ្រូងផ្លូវតើអ្នកបើកបរត្រូវប្រកាន់យកខាងណាចំណែកផ្លូវខាងណាអញ្ចឹងត្រូវប្រកាន់យកខាងស្ដាំសំណួរនេះជាដៀងតាមមុនដែរទេត្រូវប្រកាន់យកចំណែកខាងស្ដាំដៃបាទអាចគៀកខាងស្ដាំដូចសំណួរមុននេះដែរទេបាទតោះសំណួរទី129រថយន្តប្រភេទណាខ្លះមានសិទ្ធិអាទិភាពជាងគេនៅលើទ្រូងផ្លូវសាធារណៈ
รถยนต์ประเภทนั้นខ្លะโดยเฉพาะรถยนต์รถกีเพย์รถยนต์ลานตึกนั้นรถกีเพย์รถยนต์จุ่มบรรทุกในเกอร์บ้าโยเทียบทหักจังรถยนต์แบบนี้สถานที่เพียบให้รถยนต์แบบนี้สถานที่คือที่มวยคือรถกีเพย์นะบ่าให้หนึ่งที่ปีคือรถยนต์ได้สำรวจบรรทุกอันที่ใบในเกอร์บ้าต่อแล้วยังโชว์ดอสำนวนที่130บ่ยังต่อสำนวนบ่ยังส่วนทายยินจุ่มนี่ปีจูบเนี้ยมวยเนื้อขนมทรายรงมูลให้มวยติดเนื้อกราวรงมูลเนื้อกราวรงมูลเนื้อขางสามได้เมียนพระสัญญาบัญชีตึกตามวยน้าเมียนสอัติเพียบเฉียงบ่าจังรถยนต์ได้เนื้อวิสามได้เนื้อขางกราวตรวจมาที่เนื้อขางกราวคือเมียนสุดเฉียงอ่านที่เจนแถวก็ตรวจบัดดำไปจังที่เจนตะมุนจังนะบ่าจังทำผมมูไปยึดกองมาช่วยใช่กองมาช่วยจังเนี่ยสามตามเมียนจูที่มวยจูที่ปีจังเตอร์บ่าโอเคต่อสำนวนที่130มวยเราคล้ายเมียนสุดสมาร์ทนี่ตาเราตกสอันเด็ดเทียบเอายืนจุ่มนี้เมื่อปีสนามได้หรือเมื่อเฟียนไรจังหวัดเตยยืนจีประเทศเด็กประกันสนามจังคือได้ค่าเทเลขังสนามได้เลยนะเหตุฉะนั้นสำนวนคือสู้เอาแต่สู้ท่านตาเมียนสอันเด็ดเทียบทางนาเชียงคือสนามได้เชียงเลยนะผู้จำเป็นบอลลองเยอะบ้านบอสบองโอนหลบดังไอ้การบอลลองที่มีสำนวนมวยมีจุดหลายใบก็ข้อเกิดเป็นคลาสสำนวนที่มวยก็เอาจุดหลายมวยก็เอาประกันสนามที่ปีก็เอาประกันเชงที่ใบก็เอาประกันเชงบ้านสนามบ้านจังเหตุฉะนั้นคือประกันสนามบ่าแต่ก็มีสำนวนคลาสเลือกเล้งเรียนโดยจะการวาเชงช่วยจังยืนการวาเชงนี่คือวาเชงหันช่วยอย่างนั้นนะบ่าจังบางคนถือยุลให้ยืนอ่านสำนวนชุบยืนดังไงนะต่อโจทย์สำนวนที่130ปีขนมกะหลังไหนตรุงเพลาจึงเอียดมันอาชีพเนียบานเราเวียงรถยนต์ดักแนดดำนาหนึ่งรถยนต์ดักตุ่มหนึ่งตารถยนต์นามวยเตาถอยกล่าวมวยน่าเตาถอยกล่าวรถยนต์ดักแนดดำนาพอได้บักสู้ทางมวยน่าเถอตะมุนบางคนถือชายนะรถยนต์ดักแนดดำนาตะมุนแต่บักถอยกล่าวรถยนต์ดักตุ่มหนึ่งนะบางรถยนต์ดักตุ่มหนึ่งจังสิทธิ์เนี่ยดักดำนาเลยบ่มีปัญหาอย่างเช่นนะถอยตุ่มหนึ่งนี่จังเตาถอยกล่าวจังรถยนต์ดักตุ่มหนึ่งพอได้บักมวยน่าเตาตะมุนคือรถยนต์ดักแนดดำนาโอเคต่อสำนวนที่137เปเชียเนียนเลือเพลาเจ้าทายจึงเอียดเราเวียงรถยนต์ล่างจำนวนหนึ่งรถยนต์โจจำนวนตารถยนต์นามวยเตาตะมุนจังรถยนต์ล่างจำนวนตัวล่างจำนวนเป็นแบบว่าเนี่ยโจยังอัดออกแต่ฟรังนี่แต่เนี่ยล่างยังอัดช่วยแกช่วยไอ้ล่างจุดล่างรวยจังนะจังวิวปะเชียงจังกี่เอารถยนต์ล่างจดล่างจำนวนตะมุนนะบ่าต่อสำนวนที่134เนื้อเลือสปีนจังเอียดได้บ้าบ่บานแต่หมวยเครื่องเราเวียงรถยนต์ทนสระหนึ่งทนทุนตารถยนต์ประเภทนั้นเราตะมุนบ่ารถยนต์ทนสระโดยสารรถยนต์ทนสระเงี้ยสู่บาเชียงตะมุนจังนะบ่าต่อแล้วโจดอสำนวนที่135สำนวนที่135บ่ยังเนื้อเป็นบาบอชลองกัดเพลารถเพลิงตาเนี่ยเตาตัวเดิมใดมันเป็นเดี๋ยวชลองเพลารถเพลิงจังมันคอยเดือดเบือนบ่สันจีเอาจามไว้ชกมือช่วยมือสามออกเพลนมาผัวเพลารถเพลิงยึดดังให้ตัวมีปัญหาครูธนะจึงมือเพลารถเพลิงฉลาดนั่นนะบ่จังเตาบันคอยเดือดเบือนหรือก็มือช่วยมือสามหาจำยึดชลองกัดนะผมเจตเตาออนเมียนแองแต่ออนเมียนซอนสกเลยบางยืนเจตเตานะจึงยายมีปัญหาบ่โอเคต่อสำนวนที่136มวยเนื้อเป็นรถยนต์เนี่ยบกมนุษย์หรือก็ป่ะหนึ่งเนี่ยเพื่อจะโจหรือเพลาซาเทียนนะตาเนี่ยเราทุเรียนได้บ่เป็นยังปักนี่นะหรือเราจานเทียนนะนะบ่จังฉกยืนบ่ยืนนั้นช่วยสังครูบ่สันเจมีเนี่ยระบุยังเดิมหนึ่งดาวดำนั้นเอาเนี่ยนี่นะเกิดบ่ดาวเอาผลิตนาโจแต่เนื้อจิตยืนมันพอดบ่ดำใบดอกไส้ตามวิธีฉบับยืนกลุ่มแองไอรถไอจังเกิดบ่โอเคนั่นไงมีเนี่ยคลาสกอดมวยจำนวนโตเยอะแต่ก็มีปัญหาก็มีปักปีเลยรถไอจังเกิดบ่ยืนแต่โจช่วยสังครูดอกไส้ตามวิธีฉบับเติมโอเคต่อสำนวนที่137บ่ยืนบ่รถยนต์เนี่ยค่อยกันดาเพลาตรุงเพลาซาเทียนนะตาเนี่ยเตาធ្វើដូចមិនដេចបាទចម្លើយរបស់យើងគឺខ្ញុំត្រូវរុញទៅអែបខាងស្ដាំទើបធ្វើការជួសជុលបើគ្មានផ្លូវគ្រប់គ្រាន់ខ្ញុំត្រូវដាក់សញ្ញាអីធំត្រូវដាក់សញ្ញាត្រីកោណដាក់ភ្លើងអីសុំផ្លូវអញ្ចឹងទៅហើយបើថាយើងផ្លូវតូចចង្អៀតទិសតគេទៀតត្រូវតែរើឈៀងរើអីដើម្បីអូសសំដៅទៅណាបាទអូខេតោះចូលដល់សំណួរទី138តើអ្នកបើកបរអាចប្រើโซซับสิเพลย์នៅពេលណាកន្លែងណាโซซับสิเพลย์របស់យើងគឺទីមួយយើងអាចប្រើបានពេលថ្ងៃឬក៏ពេលសុំជេងអាចទៅភ្លេអ្នកមុខដឹងណានឹងមិនត្រូវឲ្យប្រើប្រាស់នៅចិត្តទីពេទ្យពេលថ្ងៃក៏ដោយតែចិត្តទីពេទ្យឲ្យប្រើទេនឹងសាលារៀនដូចជាកន្លែងសាលារៀននេះក៏ឲ្យប្រើដែរដូចថាខ្លងក្មេងអ្នករៀនអីចឹងទៅណាបាទអូខេឬក៏កន្លែងដែលគេដាក់ហាមសិភ្លេย์យើងឃើញសញ្ញាហាមសិភ្លេย์ហាមប៉ះពាល់មានផ្លាកសញ្ញាស្ដាំដៃណាតោះសំណួរទី139នៅពេលជេងរួចតើអ្នកត្រូវប្រុងប្រយ័ត្នដូចម្ដេចបាទពេលជេងរួចភ្លាមហ្នឹងយើងត្រូវធ្វើ
ធ្វើសញ្ញាបដូរទិសទៅស្ដាំវិញបើថាយើងឡើងវ៉ាគេមានតែមុខយើងយឺតយើងឡើងវ៉ាឆ្វេងហើយយើងផ្ដល់សញ្ញាស្ដាំវិញអាចទៅខាងស្ដាំជីកលឿនខាងស្ដាំយឺតវិញការពារមានអ្នកក្រោយគេលឿនយើងទៅគេវ៉ាយើងតយើងទៅដើម្បីឲ្យដំណឹងថាយើងចូលចរន្តដើមដោយប្រុងប្រយ័ត្នកលឿនរបស់យើងវិញបាទអូខេនៅក្នុងទីក្រុងឬទីប្រជុំជនតើចិញ្ចើមផ្លូវមានតួនាទីសម្រាប់ធ្វើអ្វីបាទចិញ្ចើមផ្លូវរបស់យើងនឹងមានតួនាទីសម្រាប់ថ្មើរជើងដើរបាទសម្រាប់ថ្មើរជើងធ្វើដំណើរបាទសម្រាប់ថ្មើរជើងធ្វើដំណើរឬក៏បំរើផលប្រយោជន៍សាធារណៈអីតិចតួចនៅពេលដែលយើងដាំដើមឈើដាំអីចឹងទៅបាទអូខេសំណួរទី141រថយន្តមួយកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិនិងរថយន្តមួយទៀតផ្លូវលំតើរថយន្តមួយណាមានសិទ្ធិទាជាងធម្មតាមួយបើកផ្លូវធំផ្លូវជាតិហើយមួយទៅផ្លូវលំផ្លូវភូមិអញ្ចឹងផ្លូវជាតិគឺមានសិទ្ធិជាងហើយព្រោះផ្លូវគេផ្លូវធំណារថយន្តកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិមានសិទ្ធិអធិភាពជាងបាទតោះអញ្ចឹងសំណួរទី142តាមបណ្ដោយផ្លូវមានគំនូសសញ្ញាភ្លោះពណ៌លឿងមួយជាប់កាលណាពណ៌លឿងគឺសម្រាប់បែងចែកទ្រូងផ្លូវហើយមួយជាប់និងមួយទៀតដាច់ផ្ទុយគ្នាតើរថយន្តមួយណាគៀកគំនូសមួយណាអាចឆ្លងកាត់បានអញ្ចឹងមួយខាងជាប់មួយខាងដាច់អញ្ចឹងអ្នកខាងដាច់អាចឆ្លងកាត់បាននេះដោយការបញ្យលមេរៀនផ្លាកសញ្ញាណាបាទអញ្ចឹងចម្លើយរបស់យើងនៅគៀកគំនូសដាច់អាចឆ្លងកាត់ឬចែងបានបើថាអ្នកខាងដាច់អាចឆ្លងកាត់បាននេះចម្លើយខ្ញុំអូសុំទោសសំណួរប្រហែលមិញខ្ញុំផុតអូខេដោយសារថតអត់ជាប់ផុតអញ្ចឹងដាច់ណាបាទចម្លើយរបស់យើងគឺដាច់អូខេចម្លើយរបស់យើងគឺនៅគៀបខាងចម្លើយដាច់អញ្ចឹងសំណួរទី142បងប្អូនអាចមើលឡើងវិញបាទអូខេដល់ចូលដល់សំណួរទី143សំណួរទី143របស់យើងគឺសួរថាពេលចតរថយន្តមុននឹងចុះពីរថយន្តតើអ្នកត្រូវធ្វើយ៉ាងដូចម្តេចខ្លះបាទចម្លើយរបស់យើងត្រូវទាញហ្វ្រាំងដៃពន្លត់ម៉ាស៊ីនមើលមុខឲ្យបានមើលមុខក្រោយទើបពុំមិនដឹងឲ្យមានគ្រោះថ្នាក់ចំណុចអ្វីក៏ដោយយើងត្រូវការមានការប្រុងប្រយ័ត្នច្រើនឲ្យខ្ពស់ណាបាទអញ្ចឹងយើងទាញហ្វ្រាំងដៃពន្លត់ម៉ាស៊ីនឡានរបស់យើងមានហ្វ្រាំងដៃខ្លះនៅដៃហ្វ្រាំងខាងនៅជើងខាងឆ្វេងរបស់យើងបាទតោះចម្លើយសំណួរទី144នៅពេលកំពុងបើកបរពេលនោះហ្វ្រាំងជើងយើងមានបញ្ហាខូចគាំងតើអ្នកធ្វើមិនដាច់អញ្ចឹងយើងកុំស្លន់ពេលដែលយើងមានបញ្ហាហ្វ្រាំងជើងយើងខូចណាបន្ថយល្បឿនដោយដាក់លេខតាមលំដាប់ដែលថាលេខលំដាប់របស់យើងហ្នឹងបើទោះឡានអូតូដោយមានអក្សរ D មានលេខ2អក្សរ L អញ្ចឹងយើងដាក់តាមលំដាប់បន្ទាប់មកលេខ2ឲ្យបានអក្សរ L ចុងក្រោយបន្ថយល្បឿនដោយដាក់លេខតាមលំដាប់ពីធំដល់តូចពេលល្បឿនចុះខ្សោយត្រូវទាញហ្វ្រាំងដៃចុះជួយបាទជំនួយអញ្ចឹងទៅណាបាទអូខេតោះឥឡូវចូលដល់សំណួរទី145នៅពេលយប់មានភ្លើងហ្វារថយន្តចាំងពីមុខតើអ្នកធ្វើមិនដាច់បាទបើកបោក្នុងល្បឿនសមល្មមហើយអែបស្ដាំបំផុតព្រោះចាំងយើងមើលផ្លូវទៅឃើញចឹងអែបស្ដាំមកណាបាទតោះសំណួរទី146តើអ្នកបើកបោត្រូវបើកភ្លើងបំភ្លឺផ្លូវក្នុងករណីណាខ្លះអញ្ចឹងភ្លើងបំភ្លឺផ្លូវរបស់យើងប្រើបានសម្រាប់ពេលដែលពេលយប់ជាពិសេសពេលយប់ហ្នឹងហើយត្រូវបើកបំភ្លឺផ្លូវពេលប្រលប់អានេះហៅពេលប្រលប់ពីប្រលប់ដល់ពេលភ្លឺដែលមើលមិនសូវច្បាស់អាពេលប្រលប់យើងបើកភ្លើងកោតតិចអាភ្លើងហ្វាតិចអាគេភ្លើងហ្វាសុំទោសភ្លើងដមីភ្លើងស្រាលដល់យប់បន្តិចយើងបើកភ្លើងកោតយប់ជ្រៅមែនតើផ្លូវស្ងាត់យើងបើកភ្លើងហ្វាហ្នឹងបាញ់ខ្ពស់បាញ់ឆ្ងាយពេលប្រលប់រហូតដល់ពេលចិត្តភ្លឺលឿនសូវច្បាស់បាទឬក៏ពេលមេឃភ្លៀងពេលមេឃភ្លៀងឬពេលមេឃអាប់ចុះអាប់មើលអត់សូវច្បាស់យើងអាចប្រើភ្លើងរបស់យើងកោតរបស់យើងដើម្បីចាំងឆាប់មើលគ្នាទៅវិញមកឃើញណាបាទតោះចូលដល់សំណួរទី146អូខេសំទុំអានេះសំណួរទី146នេះជាន់គ្នាហើយបាទអញ្ចឹងសំណួរទី146របស់យើងសួរថាអ្នកបើកបរនៅលើផ្លូវមានភក់ទឹកដក់ហើយមានថ្មើរជើងដើរនៅជិតទីនោះតើអ្នកត្រូវធ្វើយ៉ាងម៉េចបាទខ្ញុំត្រូវបើកបន្ថយល្បឿនយឺតធ្វើយ៉ាងណាកុំឲ្យភក់ឬក៏ទឹកហ្នឹងទាបទៅលើអ្នកដំណើរចិត្តនោះបាទអ្នកយើងសុជីវធម៌របស់យើងគឺយើងកំបើកធ្វើម៉េចកុំឲ្យមានបញ្ហាទឹកទៀតដល់អ្នកដទៃយកគេជេរយើងបាទអូខេដល់ចូលដល់សំណួរទី147តើភ្លើងហ្វាអនុញ្ញាតឲ្យប្រើនៅពេលណាកន្លែងណាបាទភ្លើងហ្វារបស់យើងនឹងប្រើអនុញ្ញាតនៅពេលយប់ស្ងាត់ឈឹងណាពេលអ្នកទល់មុខយើងអត់មានចរាចរណ៍អត់មានអ្នកជិះមកពីចរាចរណ៍ទល់មុខយើងព្រោះខ្លាចចាំងភ្នែកគេហើយនឹងគ្មានអគ្គិសនីបំភ្លឺឬក៏ប្រើឆ្លាស់គ្នាជាមួយភ្លើងកោតគេហៅឆ្លាស់គ្នាញាក់ភ្លើងសុំផ្លូវនៅពេលដែលយើងសុំជែងតិចតួចចឹងទៅបាទតោះសំណួរទី148ត
តើអ្នកបើកបរត្រូវធ្វើដូចម្ដេចនៅពេលរថភ្លើងនៅពេលថ្មើរជើងកំពុងឆ្លងកាត់ឬរៀបនឹងឆ្លងកាត់កន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងបាទខ្ញុំត្រូវតែឈប់ឲ្យអ្នកថ្មើរជើងឆ្លងកាត់សិនបាទត្រូវតែឈប់ហ្មងមិនមែនបន្ថយល្បឿននេះគឺឈប់ហ្មងតោះសំណួរទី149ក្នុងករណីរថយន្តរបស់អ្នកត្រូវខូចគាំងនៅលើផ្លូវរថភ្លើងតើអ្នកត្រូវធ្វើដូចម្ដេចបាទខ្ញុំត្រូវរកមធ្យោបាយធ្វើយ៉ាងណាកុំឲ្យមានឧបសគ្គដល់រថភ្លើងឬត្រូវឲ្យដំណឹងដល់ភ្នាក់ងារផ្លូវដែកដែលសន្តិសុខនៅជិតហ្នឹងណាដែលនៅជិតបំផុតបាទយើងធ្វើយ៉ាងម៉េចអាចត្រូវតែព្យាយាមរកមធ្យោបាយអាចឈប់ឲ្យអ្នកណាចុះដើរដាក់អិនចុះរុញមកផ្លេតចឹងទៅណាដាក់អក្សរអិនហើយចុះរុញទៅមកផ្លេតមកបាទតោះសំណួរទី150របស់យើងនៅលើស្ពានបើមានគោឬក្របីសត្វពាហនៈកំពុងឆ្លងកាត់តើអ្នកបើកបរត្រូវធ្វើយ៉ាងម៉េចបាទអញ្ចឹងខ្ញុំត្រូវបន្ថយល្បឿនឬឈប់បើចាំបាច់ត្រូវថយក្រោយមើលក្រោយតើតែសត្វទៅផុតអស់បាទអញ្ចឹងមានថាមានសត្វត្រូវឲ្យសត្វឆ្លងទៅអស់ទៅហើយចាំយើងទៅដែរអញ្ចឹងណាបាទអូខេតោះឥឡូវសម្រាប់វីដេអូរបស់យើងនេះគឺយើងធ្វើត្រឹមតែសំណួរទី150ហ្នឹងទេចាប់ពីសំណួរទី151តទៀតយើងតនៅវីដេអូក្រោយបាទអញ្ចឹងអូខេក្នុងវីដេអូនេះគឺខ្ញុំបញ្ចប់ទៅត្រឹមហ្នឹងបើសិនជាបងប្អូនមានចម្ងល់ក្នុងសំណួរទាំងអស់ណាមួយសូមអាច comment សួរខាងក្រោមឬក៏ chat សួរតាម Telegram បានហើយបើសិនជាក្នុងវីដេអូនេះខ្ញុំអានកន្លែងណាអត់ច្បាស់ឬក៏មានកំហុសខុសឆ្គងកន្លែងណាមួយអានរៀងរអាក់រអួលឬក៏មានច្រឡំសំណួរណាមួយសូមអធិស្ឋានផងបាទហើយសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមអរគុណ